រឿងកាន់តែក្តៅហើយរ៉ូសាមិនចេញមុខនិយាយមែនតែប្អូនលោកបាននិយាយជំនួសថាភ្នំពេញអាចនិយាយបានថាតារាស្រីឌីសូនីតានិងលោកជនអេលិចសូរ៉ាបានចែកផ្លូវគ្នាមួយឆ្នាំមកហើយដោយអ្នកទាំងពីរបានរើសផ្លូវដើររៀងខ្លួនហើយអំឡុងពេលបែកគ្នាមិនបានបង្ហើបដំណឹងប្រាប់ទៅកាន់ហ្វេននោះទេពលគឺបែកគ្នាដោយស្ងាត់ពិតណាស់ប្រិយមិត្តប្រកាសជាដឹងរួចមកហើយថាកាលពីពេលថ្មីនេះមានបុគ្គលមួយរូបបានបង្ហោះនៅរឿងរ៉ាវបែកគ្នារបស់តារាស្រីឌីសូនីតានិងលោកជនអេលិចសូរ៉ាមិនតែប៉ុណ្ណោះបុគ្គលរូបនោះបាននិយាយក្តែងថាកូនស្រីតូចម្នាក់នោះមិនមែនជាកូនបង្កើតលោកសូរ៉ានោះទេមួយវិញទៀតបន្ទាប់ពីបុគ្គលម្នាក់ចេញមុខមកលាត្រដាងរឿងរ៉ាវរបស់តារាប្រុសស្រីមួយគូនេះរួចគេក៏ឃើញលោកជនអេលិចដាហ្វីដែលត្រូវជាប្អូនបង្កើតរបស់លោកជនអេលិចសូរ៉ាបានបង្ហោះរៀបរាប់ថាខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុសឆ្គងណាស់ដែលជាបងប្អូនបង្កើតបងសូរ៉ាតែមិនបាននិយាយអ្វីទាំងអស់ទៅជាបងប្រាសាទដាវីតដែលមិនមែនជាសាច់បង្កើតក្លាហានក្នុងការនិយាយហើយក៏ត្រូវទទួលរងថ្មបាក់ដោយត្រូវបងប្អូនមួយចំនួនគិតថាគាត់ជាអ្នកវែកញែករឿងគេទៅវិញបងប្អូន